អស់លោកជលផលហើយអស់លោកជលផលខេត្តត្បូងឃ្មុំបាទអស់លោកមានបានពិនិត្យមើលទេនៅក្នុងបឹងកាងនេះបាទដែលស្ថិតនៅឃុំប្រធានស្រុកអូរអើខេត្តត្បូងឃ្មុំនេះបត់ល្មើសនេសាទខុសច្បាប់ដាក់ស្បៃដាក់សម្រាស់ពេញបឹងកាងនេះហើយអស់លោកអត់មានពិនិត្យមើលទេអស់លោកឲ្យធ្វើការងារបែបម៉េចឥឡូវនេះឥឡូវអង្គភាពសារព័ត៌មាន SBO យើងបានចុះមកផ្តិតយករូបភាពនៅតំបន់បឹងកាងបាទដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំឃើញថាបត់ល្មើសនេសាទស្បៃសម្រាប់ដាក់ប្រងព្រាតហើយអស់លោកមន្ត្រីជលផលដេកលក់អស់ហើយអីបាទបើមន្ត្រីជលផលដេកលក់អស់ហើយក៏សូមគោរពរាយការណ៍ជូនទៅដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមប៉ែនកុសលបាទឥឡូវមន្ត្រីក្រមអាវ៉ាត់របស់ឯកឧត្តមដេកលក់អស់ហើយចឹងមានតែរាយការណ៍ជូនដល់ឯកឧត្តមពិនិត្យមើលថាបត់ល្មើសនេសាទនេះដាក់ស្បៃដាក់សម្រាប់បាទដែលជាប់ក្តិតផ្ទះមេឃុំជាប់ក្តិតផ្ទះមេឃុំតែម្ដងងល់មែនតើបងប្អូនប្រិយមិត្តជនបត់ល្មើសនៅកណ្ដាលវាចឹងគាត់មើលមិនឃើញឬមួយមន្ត្រីជលផលឬមួយមេឃុំពាក់ព័ន្ធជាមួយនឹងអាស្បៃអាមុងអាសម្រាប់គេនឹងដែរបើមើលស្ងប់ស្ងាត់ល្អម្ល៉េះអត់មានស្ដាប់អនុសាសន៍របស់សម្ដេចពុកហ៊ុនសែនទេសម្ដេចពុកលោកឲ្យមានការបង្ក្រាបឲ្យបានមើងម៉ាត់កុំឲ្យដាច់ពូជត្រីណាហើយយើងដាក់ជាប់ផ្ទះមេឃុំក៏មាត់មន្ត្រីជលផលក៏មិនមានការទប់ស្កាត់អូលេងតាម៉ាក់នេះងាប់អស់ហើយបងមន្ត្រីជលផលហើយបាទបើសិនជាមន្ត្រីជលផលក៏អត់មើលអញ្ចឹងមានរាយការណ៍តាមរយៈការ live នេះជូនទៅដល់ឯកឧត្តមបាទអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំឯកឧត្តមប៉ែនកុសលឯកឧត្តមពិនិត្យមើលផងបាទកូនចៅរបស់ឯកឧត្តមប្រហែលជាសម្ញានលក់អស់ហើយមើលទៅបាទបើសិនជាខ្ញុំផ្សាយពីម្សិលមិញនោះរួចហើយក៏មិនមានសេចក្តីបំភ្លឺឬក៏ចោះទៅអនុវត្តអីដែរមកនៅឃើញតែដដែលមកឃើញតែដដែលបាទហើយអស់លោកមន្ត្រីជលផលបើសិនជាមានឈ្មោះទូនទីខាងបង្ក្រាបបទល្មើសនេសាទខុសច្បាប់អញ្ចឹងហើយហ្នឹងហើយនៅតែមិនបង្ក្រាបផងមានតែឈ្មោះមន្ត្រីនឹងគិតយ៉ាងម៉េចនោះបាទហើយកាលពីម្សិលមិញខ្ញុំបានសាកសួរទៅលោកមេឃុំបាទលោកមេឃុំប្រធានបានបញ្ជាក់ប្រាប់ខ្ញុំថាទឹកដីហ្នឹងមកខាងកំពង់ចាមមកខាងប្រធានស្រុកអូរអើខេត្តត្បូងឃ្មុំបាទឥឡូវនេះខ្ញុំបានបញ្ជាក់ជាមួយខាងកំពង់ចាមថាអត់មានទេវិធីអត់មានទេគឺបឹងកាងហ្នឹងគឺនៅក្នុងទឹកដីខេត្តត្បូងឃ្មុំផ្ទាល់តែម្ដងបាទខេត្តត្បូងឃ្មុំតែម្ដងបាទដែលស្ថិតនៅក្នុងស្រុកអូរអើខេត្តត្បូងឃ្មុំនៅក្នុងបឹងកាងហ្នឹងលុះត្រាតែទឹកលិចមកជ្រាបដល់មកដល់ខាងជាប់កំពង់ចាមនេះបានជាប់អញ្ចឹងអត់មានពាក់ព័ន្ធមួយកំពង់ចាមទេទឹកដីនោះគឺទឹកដីខាងត្បូងឃ្មុំសុទ្ធតែម្ដងបាទអញ្ចឹងខ្ញុំក៏សូមធ្វើការផ្ដាំផ្ញើទៅដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបាទឯកឧត្តមប៉ែនកុសលសូមឯកឧត្តមមេត្តាពិនិត្យមើលផងទៀតហើយស្បៃសម្រាប់ដាក់ពីពេញនេះហើយខ្ញុំក៏បានសាកសួរទៅដល់បងប្អូនប្រជាពលរដ្ឋថាតើដាក់នឹងមានច្បាប់ទម្លាប់ទេថាដាក់អត់មានច្បាប់ទម្លាប់ទេបងអើយហើយបងឲ្យគេមកសម្រាប់ 50000 60000 100000ទៅតាមធំទៅតាមតូចហើយបើមន្ត្រីជលផលមន្ត្រីអីខ្ញុំមិនថាណាបាទប៉ុន្តែប្រជាពលរដ្ឋក៏ថាហើយបើសិនតែបងលុយម៉ាក់នេះដាក់តែសេរីដាក់ស្បៃត្រីតូចត្រីធំដាក់ទៅឲ្យនុយត្រីឆ្ដោឲ្យស៊ីអស់តើក្មេងៗជំនាន់ក្រោយបានត្រីណាហូបបាទបងប្អូនប្រជាពលរដ្ឋយើងបានត្រីណាហូបបើយើងលេងតែខ្លួនម៉ាក់ហ្នឹងបាទអញ្ចឹងហើយសូមឯកឧត្តមមេត្តាពិនិត្យមើលផងទៀតបាទហើយបើខ្ញុំបាននិយាយឆ្គាំឆ្គងអីបាទសូមកុំប្រកែកប្រកាន់អីព្រោះដោយសារអីខ្ញុំបានធ្វើការ live ម្ដងជា2ដងហើយនៅមានការបង្ក្រាបសោះវានៅជាប់ផ្ទះរបស់លោកមេឃុំទៀតណាបាទលោកមេឃុំក៏មាត់ហើយជលផលក៏មាត់ទៀតអានឹងនិយាយថាមិនអីមានរាយការណ៍ជូនឯកឧត្តមហើយបាទបងប្អូនយើងសូមទូនអានទស្សនានៅទស្សនវិជ្ជាទាំងស្រុងគឺកញ្ចប់កពតហ្នឹងបងប្អូនថាអីគេនៅឲ្យសិតតែស្បៃហើយសម្រាប់បងប្អូនប្រិយមិត្តទូជនទីតាំងគឺស្ថិតនៅក្នុងឃុំប្រធានស្រុកអូរអើនៃខេត្តត្បូងឃ្មុំបាទដែលជាបទល្មើសនេសាទខុសច្បាប់ក្នុងនោះ